សូមជូនរឿងចៅជែកនិងដើមសណ្តែកយ៉ាក់កាលពីព្រេងម្នាយមានក្មេងប្រុសម្នាក់ឈ្មោះចៅជែករស់នៅជាមួយម្ដាយមេម៉ាយក្នុងខ្ទឹមមួយនៅជ័យក្រុងជីវភាពរបស់ពួកគេក្រីក្រលំបាកណាស់រកព្រឹកខ្វះល្ងាចគ្មានទ្រព្យសម្បត្តិអ្វីឡើយពួកគេនៅសល់មេគោចាស់មួយក្បាលដែលស្គមស្កាំងប៉ុណ្ណោះគួរឲ្យអាណិតណាស់ដែលមេគោនេះលែងផ្ដាល់ទឹកដោះឲ្យពួកគេទៀតហើយធ្វើឲ្យពួកគេកាន់តែអស់សង្ឃឹមដោយគ្មានជំរឿស្ត្រីជាម្ដាយបានសម្រេចចិត្តឲ្យកូនប្រុសយកមេគោទៅលក់នៅឯផ្សារគាត់បានផ្ដាំឲ្យចៅជែកលក់ឲ្យបានតម្លៃថ្លៃដើម្បីយកប្រាក់ដោះស្រាយជីវភាពប្រចាំថ្ងៃចៅជែកក៏បានដឹកមេគោចេញដំណើរទៅតាមផ្លូវលំឆ្ពោះទៅកាន់ទីផ្សារគេដើរក្រោមកម្ដៅថ្ងៃដោយសង្ឃឹមថានឹងលក់គោបានប្រាក់ខ្លះនៅពាក់កណ្ដាលផ្លូវស្រាប់តែមានបុរសចំណាស់ប្លែកមុខម្នាក់បានដើរចេញមកស្ទាក់ផ្លូវចៅជែកគាត់មានរូបរាងដូចជាអ្នកចេះអាគមនិងមានស្នាមញញឹមដ៏អាចកំបាំងបុរសចំណាស់នោះមិនមានប្រាក់ទេប៉ុន្តែគាត់បានបង្ហាញគ្រាប់សណ្តែកដែលមានពន្លឺផ្លេកគួរឲ្យចម្លែកគាត់ប្រាប់ចៅជែកថានេះគឺជាគ្រាប់សណ្តែកទិព្វដែលមានតម្លៃមហាសាលដោយសេចក្តីឆោតល្ងង់ចៅជែកក៏យល់ព្រមដូរមេគោរបស់ខ្លួនជាមួយនឹងគ្រាប់សណ្តែកទាំងនោះគេគិតថាវាជាសំណាងដ៏ធំធេងដែលមិនចាំបាច់ដើរទៅដល់ផ្សារចៅជែកបានរត់ត្រឡប់មកផ្ទះវិញយ៉ាងលឿនហើយបង្ហាញគ្រាប់សណ្តែកទិព្វទៅកាន់ម្ដាយគេរំពឹងថាម្ដាយនឹងសប្បាយចិត្តប៉ុន្តែអ្វីមិនដូចការគិតឡើយនៅពេលដឹងរឿងម្ដាយរបស់ចៅជែកខឹងយ៉ាងខ្លាំងរហូតញ័រខ្លួនគាត់បានចាប់យកគ្រាប់សណ្តែកទាំងនោះគ្រួងចោលតាមបង្អួតទៅក្នុងដីហើយស្ដីបន្ទោសចៅជែកជាខ្លាំងយប់នោះចៅជែកត្រជុលគេងទាំងមិនបានហូបបាយគេបានដេកយំរហូតដល់លងលោកទៅដែលមានការសោកស្ដាយចំពោះទង្វើរបស់ខ្លួនលុះព្រឹកឡើងចៅជែកបានភ្ញាក់ពីទំនេកហើយមានការភ្ញាក់ផ្អើលជាខ្លាំងបន្ទប់របស់គេងងឹតខុសពីធម្មតាដោយសារមានអ្វីមួយបាំងពន្លឺថ្ងៃពីខាងក្រៅនៅពេលចេញទៅមើលចៅជែកស្ទើរតែមិនជឿនឹងភ្នែកខ្លួនឯងគ្រាប់សណ្តែកដែលម្ដាយបោះចោលបានដុះក្លាយជាដើមសណ្តែកយ៉ាក់ដ៏ខ្ពស់សន្លឹមផុតពពកដោយសេចក្តីចង់ចេះចង់ដឹងចៅជែកក៏បានសម្រេចចិត្តតោងឡើងតាមដើមសណ្តែកនោះគេឡើងកាន់តែខ្ពស់ទៅរហូតទាល់តែមើលឃើញប្រាសាទមួយដែលកំពុងលាក់ខ្លួននៅកណ្ដាលវិហារទីបំផុតចៅជែកបានឡើងមកដល់ខាងលើពពកនៅទីនេះមានទេសភាពស្រស់ស្អាតប្លែកអស្ចារ្យណាស់ហាក់ដូចជាពិភពមួយផ្សេងទៀតនៅចំពោះមុខរបស់គេគឺប្រាសាទដ៏ធំស្កឹមស្កៃមួយដែលសង់ពីថ្មលាយឡំដោយក្បួរក្បាច់រចនាដ៏ប្រណិតចៅជែកដើរចូលទៅជិតដោយប្រយ័ត្នប្រយែងចៅជែកបានលបចូលទៅក្នុងប្រាសាទហើយបានជួបនឹងស្ត្រីយក្សម្នាក់តានាងមានចិត្តល្អដោយខ្លាចប្តីរបស់នាងមកឃើញនាងប្រញាប់នាំចៅជែកទៅលាក់ខ្លួនមិនយូរប៉ុន្មានយក្សជាប្តីក៏ត្រឡប់មកវិញយក្សនោះស្រែកថាគេធំក្លិនមនុស្សប៉ុន្តែប្រពន្ធរបស់គេព្យាយាមលាក់បាំងដោយនិយាយថាគ្មាននរណាទេចៅជែកពួនក្នុងចង្ក្រានបាយទាំងភ័យស្លន់ស្លោគេបានលឹបមើលឃើញយក្សអង្គុយបរិភោគអាហារយ៉ាងច្រើនពាសពេញតុបន្ទាប់ពីឆ្អែតយក្សក៏ចាប់ផ្ដើមរាប់មាសរបស់ខ្លួនរួចក៏ដេកលក់យ៉ាងស្កប់ស្កល់សំឡេងស្រមុករបស់គេលាន់ដូចផ្គរលាន់ឃើញឱកាសល្អចៅជែកបានលបចេញមកក្រៅហើយលួចយកថង់មាសរបស់យក្សគេប្រញាប់រត់គេចឈរតាមដើមសណ្តែកត្រឡប់ទៅផ្ទះវិញលុះក្រោយមកទៀតពេលមាសអស់ចៅជែកបានឡើងទៅលើម្ដងទៀតលើកនេះគេបានឃើញមេមាន់មួយក្បាលដែលពងមកជាមាសសុទ្ធចៅជែកក៏បានលួចយកមេមាន់នោះមកជាមួយមេមាន់នេះនឹងធ្វើឲ្យគេមានទ្រព្យសម្បត្តិមិនចេះអស់លើកទី3ចៅជែកបានឃើញពិនទឹកមួយដែលអាចលេងភ្លេងបានដោយខ្លួនឯងប៉ុន្តែការលួចលើកនេះមិនងាយស្រួលដូចមុននៅពេលចៅជែកចាប់កាន់ភ្លាមពិននោះបានស្រែកឡើងថាលោកម្ចាស់ជួយផងសំឡេងនោះបានធ្វើឲ្យយក្សភ្ញាក់ឡើងភ្លាមចៅជែករត់យ៉ាងលឿនចុះតាមដើមសណ្តែកដោយមានយក្សដេញតាមពីក្រោយជាប់ស្ថានភាពពិតជាតានតឹងខ្លាំងណាស់ចៅជែកនឹកឃើញល្បិចមួយគេបានរំអិលខ្លួនចុះយ៉ាងលឿនមកកាន់ដីធ្វើបែបនេះយក្សដែលមានធំផងចុះតាមចៅជែកមិនទាន់ទេមកដល់ដីភ្លាមចៅជែកបានស្រែកហៅម្ដាយឲ្យយកពូថៅមកឲ្យខ្លួនគេប្រញាប់ប្រញាល់កាប់ដើមសណ្តែកនោះដើម្បីកុំឲ្យយក្សចុះមកទាន់ដើមសណ្តែកដាច់ធ្វើឲ្យយក្សធាក់មកស្លាប់ចាប់ពីពេលនោះមកចៅជែកនិងម្ដាយក៏បានរស់នៅយ៉ាងមានក្តីសុខនិងសម្បូរសប្បាយរហូតតទៅ